អូនហើយបងប្អូនខ្ញុំឃើញវីដេអូនេះខ្ញុំឈឺចាប់ណាស់នេះបងប្អូនស្គាល់ទេគូបូតាគ្រឿងចាក់កសិកម្មរបស់ប្រទេសចៅសៀមបងប្អូនហេតុអ្វីបានជាបងប្អូនខ្មែរយើងមួយចំនួននេះហ៎អត់មានភ្ញាក់រលឹកសោះហេតុអ្វីបានតែមួយឆាវឬក៏ចង់ឲ្យចៅសៀមវាដៀលក្បាលទៀតហ៎ក្លិនឈាមវរៈកងទ័ពសម្រែករបស់ប្រជាជនខ្មែរតាមព្រំដែនមិនទាន់បាត់ទេនៅលឺលហៀងនៅឡើយទេចុះហេតុអ្វីបានជាបងប្អូនធ្វើបានគ្រឿងចាក់កសិកម្មម៉ាក់គូបូតារបស់ចៅសៀមនេះដាក់លក់នៅតាមបណ្ដាខេត្តជាច្រើនហើយនៅតែមានអ្នកនាំចូលមកទៀតខ្ញុំឆ្ងល់ណាស់ហេតុអ្វីបានជាអ្នកឯងហ្នឹងឲ្យគិតតែប្រយោជន៍ផ្ទាល់ខ្លួនមិនគិតដល់វរៈកងទ័ពឃើញទេនេះវីដេអូក្រោយខ្ញុំនេះគាត់ខំលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីការពារទឹកដីមួយនេះចុះហេតុអ្វីបានជាអ្នកទាំងអស់គ្នានៅតែទិញផលិតផលណារបស់ចៅសៀមរបស់អាស្ដេចចៅនឹងយកមកប្រើលុយដែលអ្នកទាំងអស់គ្នាបានចំណាយទៅគឺស្មើនឹងអ្នកទាំងអស់គ្នាឲ្យវាទិញអាវុធយកមកសម្លាប់អ្នកទាំងអស់គ្នាយកមកបំផ្លាញប្រទេសកំណើតរបស់ខ្លួនឯងហេតុអ្វីបានជាអ្នកឯងធ្វើអញ្ចឹងកើតបានអ្នកឯងមិនអាណិតដល់ខ្លួនឯងក៏អ្នកឯងអាណិតដល់កូនចៅអ្នកឯងចំនួនក្រោយដែរហេតុអ្វីខ្ញុំឃើញហើយខ្ញុំពិតជាហួសចិត្តណាស់នេះហើយគូបូតាផលិតផលរបស់ស្ដេចចៅសៀមដែលឈ្លានពានខ្មែររាប់រយរាប់ពាន់ឆ្នាំមកហើយកុំជួយសេដ្ឋកិច្ចវាកាលណាដែលសេដ្ឋកិច្ចវារីកចម្រើនយោធាវាក៏ខ្លាំងដែរហេតុអ្វីបានជាបងប្អូនមិនគិតដល់វរៈកងទ័ពយើងហេតុអ្វីលឺឯនេះលឺឯឃើញឯសម្លេងអីគេហ៎ហេតុអ្វីបានជាអ្នកទាំងអស់គ្នានៅតែធ្វើទាំងវើបែបនេះទៀតខ្ញុំពិតជាខកចិត្តណាស់ដែលប្រជាជនខ្មែរយើងនៅតែប្រើណាទំនិញរបស់ចៅសៀមហើយលួចនាំចូលតាមច្រកនេះច្រកនោះហើយតើពេលណាទៅខ្មែរយើងចេះសាមគ្គីគ្នាឲ្យបានល្អជាងនេះហេតុអ្វីនេះហើយគូបូតាហ៎វាគឺជាអ្នកសម្លាប់យើងបើសិនជាយើងនៅតែប្រើប្រាស់វានៅតែចំណាយលុយឲ្យចៅសៀមនេះឲ្យអាស្ដេចចៅនេះហើយបងប្អូនហើយសូមបន្តពហិការរាប់ផលិតផលចៅសៀមជាពិសេសរបស់អាស្ដេចចៅនេះតែម្ដង